Good morning សួស្តីបងបងទាំងអស់គ្នាចាចេញក្បាលវីដេអូមកកាច់រៀងផឹកកាហ្វេណាបងបងចាតោះឥឡូវហ្នឹងទៅជាមួយនឹងមុខម្ហូបរបស់យើងចាថ្ងៃនេះបានសាច់គោប្រឡាក់បងបងចាប្តីខ្ញុំហ្នឹងគាត់ចាទិញសាច់គោ3គីឡូចានិយាយទៅប្តីខ្ញុំដែរចេះទិញមួយខាំពីរខាំអីទេបងបងអើយចាពាត់ម្ដង12គីឡូ3គីឡូបើមិនចឹងឯង4គីឡូដាក់ក្នុងទូចាឥឡូវនេះគេថាគេចង់ហូបសាច់គោអាំងជ្រលក់អំបិលម្រេចហើយខ្ញុំក៏ធ្វើតាមសំណុំពរប្តីដែរចាមានការវះសាច់គោហើយយកមកប្រឡាក់ទៅចាគេទៅប្រឡាក់គ្រឿងក្រៅដូចឃើញក្នុងវីដេអូបងចាប្រឡាក់អាំងអត់ដាក់ច្រើនទេដាក់តែរ៉ូឌីបន្តិចទឹកប្រេងខ្យងបន្តិចហើយប៊ីចេងបន្តិចចាចឹងហើយយើងធ្វើការប្រឡាក់ទៅចាប្រឡាក់ហើយយើងយកទៅដាក់អាំងនិយាយទៅលឿនទេអាំងដាក់តែ5នាទីមិននេះអាំងមួយម៉ៃក្រូវ៉េវចាដាក់5នាទីមិនអាំងឆ្អិនទេអាំងសពមកឥឡូវហ្នឹងយើងមកធ្វើទឹកអំបិលម្រេចរបស់យើងចាអំបិលម្រេចនិយាយទៅសាច់គោអាំងជ្រលក់ទឹកអំបិលម្រេចងាយស្រួលជាទីបំផុតចានេះនិយាយទៅហើយបាត់ហើយនេះសាច់គោយើងប្រឡាក់ហើយយើងយកមកដាក់អាំងមួយម៉ៃក្រូវ៉េវចាម៉ៃក្រូវ៉េវរបស់ខ្ញុំហ្នឹងខ្ញុំអាំងសាច់គោខ្ញុំកំណត់តែ7នាទីអីទេចាព្រោះយើងកុំឲ្យឆ្អិនពេកចាឆ្អិនពេកអត់ឆ្ងាញ់ទេសាច់គោចាសពបមានឈាមតិចអាហ្នឹងជាតិចាហូបទៅបើកម្លាំងតែម្ដងណាចាបងកុំភ្លេចshareម្នាក់មួយផង